ដើម្បីធានាដល់សិទ្ធិទាំងឡាយរបស់ពលរដ្ឋហើយយើងយល់ថាវាជាផលប្រយោជន៍សម្រាប់ប្រទេសជាតិផងដែរដំណើរដំណងទាំង3ហ្នឹងឥឡូវនៅស្ទះអត់មានអីស្ទះទេចំណុចធំបានដោះស្រាយហើយយើងនឹងគ្រាន់តែពិនិត្យលំអិតទៅតាមគោលការណ៍ដែលបានព្រមព្រៀងគ្នានឹងចំណុចសេសសល់មួយចំនួនទៅពេលក្រោយអ្វីដែលសំខាន់យើងបានព្រមព្រៀងគ្នាហើយចំណុចព្រមព្រៀងគ្នាហើយដែលនាំឲ្យគណៈបក្សប្រជាជនថាអាចមានលក្ខណៈទទួលយកបានហើយយើងសម្រាប់ចិត្តបញ្ចូលធ្វើសម្បត្តិតែនេះហើយឯកសិទ្ធិចូលជាដកចេញវិញពាក្យសម្ដីដែលបាននិយាយរឿងហ្នឹងវាthôi đi kia nào thôi đi kia nào